សូមបីតែយប់មិញខ្ញុំបានទទួលរឿងមួយដ៏អស្ចារ្យតែខ្ញុំមិនប្រាប់ថាជាអ្វីទេគឺរឿងនោះបង្កើនផ្លូវច្បាប់ឲ្យយើងខ្លាំងណាស់ដោយបច្ចាមិត្តរបស់យើងបានទទួលស្គាល់ថាកន្លែងហ្នឹងជាកន្លែងដែលជាទឹកដីកម្ពុជាទៅតាមរយៈនៃការដាក់លិខិតស្នាមទៅកាន់អន្តរជាតិភ្ជាប់នឹងផែនទីរបស់ខ្លួនយើងមិនទទួលស្គាល់ផែនទីរបស់គេទេប៉ុន្តែសូម្បីតែផែនទីរបស់គេក៏ទីតាំងនោះនៅក្នុងដីកម្ពុជាយើងប្រើផែនទីដែលជាផែនទីដើមហមជាមួយសន្ធិសញ្ញាបារាំងសៀម1907ប៉ុន្តែយើងបានចាប់ចំណុចខ្សោយជាប់ហើយទៅលើឯកសារមួយនេះមិនធម្មតាតែខ្ញុំសូមបញ្ជាក់សូម្បីតែផែនទីដែលគេគូសដោយខ្លួនឯងក៏ទីតាំងនោះជាដីខ្មែរយើងបានចាប់យកឯកសារនេះពីកែវមកវិញហើយឯកសារនេះជាប់នៅក្នុងសំណុំរឿងអន្តរជាតិរឿងទាំងអស់នេះខ្ញុំមិនអាចនិយាយថាកន្លែងណាទេប៉ុន្តែរឿងទាំងអស់នេះត្រូវរក្សាសម្ងាត់ណាស់ហើយយើងមិនអាចយកលិខិតស្នាមរបស់តុលាការមកបង្ហាញគេបង្ហាញឯងដើម្បីតម្រូវចិត្តពួកប្រឆាំងទេអត់ទេប្រជាជាតិណាផលប្រយោជន៍ជាតិហើយត្រូវគោរពនីតិវិធីរបស់តុលាការសូមអ្នកប្រឆាំងបើសិនជាជនជាតិខ្មែរពិតប្រាកដត្រូវយល់អំពីសេចក្តីថ្លៃថ្នូររបស់ខ្មែរយល់អំពីផលប្រយោជន៍ខ្មែរប៉ុន្តែភាគច្រើនប្រជាជនកម្ពុជាលើសលប់ដែលទុកចិត្តលើរាជរដ្ឋាភិបាល